នេះជាចិញ្ចៀនពេជ្រម៉ោះស្នាយទម្ងន់3ក្រាតឬ9លីពេជ្រម៉ោះស្នាយគឺកម្រិតរឹងវាដូចប្រាក់ផែនពេជ្រដែរបើយើងតេស្តដោយ Diamond Selector 2 គឺវាអាចបែងចែកគ្នាដែរទេរវាងពេជ្រនិងម៉ោះស្នាយតែមិនជួនកាលគេហៅវាថា Fake Diamond ដែរប៉ុន្តែវាមិនមែនជាពេជ្រទេក្នុងទីពិសោធន៍ឬពេជ្រចិញ្ចឹមទេពេជ្រក្នុងមន្ទីរពិសោធន៍ឬពេជ្រចិញ្ចឹមគឺជា CVD Diamond ឬ HT Diamond ព្រោះពីរនេះឈ្មោះវាខុសគ្នាដោយសារតែការបង្កើតវាគឺមានរបៀបរូបមន្តខុសគ្នាដែរក៏ប៉ុន្តែវាដូចពេជ្រធម្មជាតិតែម្ដងដោយសារសមាសជាតិសមឲ្យវាដូចគ្នាហើយនឹងកម្រិតរឹងអីគឺដូចពេជ្រតែម្ដងហើយម៉ោះស្នាយអត់ទេគឺវាផ្សំឡើងដោយសារតែផ្សេងម៉ោះស្នាយមានចរណៃខ្លាំងជាងពេជ្រហើយនៅក្នុងវីដេអូនេះគឺចរណៃប៉ុណ្ណឹងមើលបានន័យថាបើនៅក្រៅគឺខ្លាំងជាងនឹងទៀតបើត្រូវពន្លឺឬមួយត្រូវមកភ្លើងគឺវាព្រាកដូចបានន័យថាចរណៃវា7ពណ៌ជាងពេជ្រ